នៅក្នុងប្រព័ន្ធ Solar System របស់យើងនៅចន្លោះរវាងភពអង្គារជាមួយនឹងភពពហុឬក៏ Mars ហើយនិង Jupiter គេបានសង្កេតឃើញជាមួយនឹងកំទេចកំទីកាកសំណល់អវកាសជាច្រើនបានអណ្ដែតនៅជុំវិញនឹងហាក់ដូចជាបង្កើតនៅកន្លងមួយអញ្ចឹងដុំអាចផ្កាយឬក៏កំទេចកំទីអវកាសហ្នឹងគឺគេហៅថា Asteroid Belt ឬក៏ខ្សែក្បាត់អាចផ្កាយប៉ុន្តែចំពោះប្រភពដើមនៃខ្សែក្បាត់អាចផ្កាយហ្នឹងគឺគេអត់ដឹងថាវាមកពីទីកន្លែងណាឲ្យពិតប្រាកដទេអ្វីដែលគេអាចនិយាយបានគឺត្រឹមតែជាការសន្និដ្ឋានហើយក៏មិនទៀតតទៅជាមួយនឹង Asteroid Belt ហ្នឹងក៏ត្រូវបានគេវិភាគសាក៏ដូចជាមានអ្នកស្រាវជ្រាវតទៅជាមួយនឹងអ្នកអវកាសជាច្រើនបាននិយាយវាផងដែរតាំងពីពេលអតីតកាលរហូតមកដល់ពេលបច្ចុប្បន្នឬក៏ modern era របស់យើងនេះក៏នៅតែមានគេនិយាយអំពីវាដែរដោយសារតែគេអត់ដឹងពីវិវត្តច្បាស់លាស់ថា Asteroid Belt ហ្នឹងគឺវាមកពីណា Neptune Polar Landscape ជាក្រុមហ៊ុននាំចូលចែកចាយឧបករណ៍អាំងទឹកក៏ដូចជាបន្ទស្សន៍ Space System Sonar ធំជាងគេនៅកម្ពុជាឬក៏យើងនិយាយចំគឺជាក្រុមហ៊ុនតំណាងឧស្សាហកម្មអាហារទឹកនៅក្នុងប្រទេសកម្ពុជាយើងនេះតែម្ដងហើយ Neptune Polar Landscape ក៏មានជាការទទួលមកការក្នុងការសាងសង់អាំងទឹកក៏ដូចជាបន្ទប់ Space System Sonar គ្រប់ប្រភេទគ្រប់តម្រូវការជាលក្ខណៈគ្រួសារក៏បានឬក៏ជាលក្ខណៈអាជីវកម្មក៏មានដូចគ្នាបើសិនជាមានតម្រូវការក្នុងការសាងសង់ទឹកគឺយើងគ្រាន់តែប្រាប់អំពីគំនិតដែលយើងចង់បានខាងក្រុមការងារនឹងទៅធ្វើការសាងសង់ចាប់ពីដើមរហូតដល់ចប់មួយ complete តែម្ដងដោយស្របទៅតាមស្តង់ដារក៏ដូចជាមានអ្នកជំនាញក្នុងការណែនាំជាច្រើនផងដែរអញ្ចឹងបើសិនជាអ្នកណាដែលក៏មានតម្រូវការឬក៏មានគំនិតក្នុងការសាងសង់អាងទឹកក៏ដូចជាបន្ទប់ Space System Sonar ឬក៏មានតម្រូវការទៅជាមួយនឹងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ក្នុងអាងទឹកឬក៏បន្ទប់ Space System Sonar អីអ្នកគ្នាក៏អាចធ្វើការទំនាក់ទំនងទៅកាន់ខាង Neptune Polar Landscape បានតាមរយៈ Telegram ក៏ដូចជា Facebook Page របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើក្រោមនេះស្រាប់ឬក៏អ្នកគ្នាអាចធ្វើការចុចទៅតាមតំណ link ដែលខ្ញុំបានដាក់នៅខាងក្រោម description ផងដែរអូខេអញ្ចឹងនេះគឺយើងទៅនិយាយគ្នាទៅជាមួយនឹង Asteroid Belt ទៅជាមួយនឹង theory ទ្រឹស្ដីមួយចំនួនក៏ដូចជាការពិភាក្សាគ្នាលក្ខណៈបែប modern លក្ខណៈបែបសាសនាលក្ខណៈបែបរឿងព្រេងកថាឬក៏តែបែបកថាជាដើមដែលគេនិយាយអំពីរឿង Asteroid Belt នេះថាតើវាកើតឡើងដោយរបៀបណាហើយក្នុងនោះក៏មានរឿងពាក់ព័ន្ធជាមួយនឹងដើមកំណើតនៃមនុស្សយើងផងដែរអូខេអញ្ចឹងសម្រាប់អ្នកចូលថ្មីឬក៏អ្នកមិនទាន់បាន subscribe នៅលើ channel YouTube ខ្ញុំនៅឡើយទេបើសិនជាចូលហើយកុំភ្លេចជួយ click subscribe នៅមេផងដើម្បីយើងទទួលបាននៅ content ថ្មីៗក៏ដូចជាការលើកទឹកចិត្តដល់ខ្ញុំផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេល review យើងចូលទៅកាន់វីដេអូខ្លឹមសារទាំងអស់គ្នាចំពោះខ្សែក្បាត់អាចផ្កាយឬក៏ Asteroid Belt ត្រូវបានកាត់ឡើងនៃការសន្និដ្ឋានដំបូងឡើយគឺនៅក្នុងឆ្នាំ1596ដោយលោក Johannes Kepler លោកក៏បានសង្កេតមើលទៅលើគម្លាតរវាងភពប្រហ័សហើយនិងភពអង្គារឬក៏ Mars ហើយនិង Jupiter ហ្នឹងវាមានលក្ខណៈធំពេកគម្លាតមួយហ្នឹងគឺគាត់បាននិយាយថាគួរតែមានអ្វីមួយទៀតនៅកន្លែងហ្នឹងពីមិនគួរឡើងចឹងទេហើយក៏មួយទៀតលោក Johannes Kepler ហ្នឹងគឺគាត់បានរកឃើញជាមួយនឹង Asteroid Belt រវាងចន្លោះភពអង្គារហើយនិងភពពហុហើយក៏មួយទៀតគឺក្នុងឆ្នាំ1801គឺលោក Giuseppe Pazzi ហ្នឹងហើយសង្ឃឹមថាខ្ញុំអានឈ្មោះគាត់ត្រូវក៏បានរកឃើញជាមួយនឹងដុំអាចផ្កាយឬក៏ object ដ៏ធំជាងគេបង្អស់នៅក្នុង Asteroid Belt ហ្នឹងដែលគាត់ឲ្យឈ្មោះថា Ceres ហើយក៏មួយទៀតក្នុងឆ្នាំ1802លោក Heinrich Olbers គាត់ក៏បានរកឃើញជាមួយនឹង object ដ៏ធំជាងគេលំដាប់ទី3នៅក្នុង Asteroid Belt លោក William Herschel គាត់ក៏បានចេញមកថាក្នុងលំហដ៏ធំទាំងអស់ហ្នឹងគឺវាមិនមានអ្វីសម្រាប់សម្គាល់ទៅលើអា object ធំៗទាំងអស់ហ្នឹងទេដើម្បីចឹងហើយគាត់ក៏បានរកឈ្មោះថ្មីមកទៀតដើម្បីដាក់ឲ្យ object ធំៗទាំងអស់ហ្នឹងហើយក៏មួយទៀតគាត់ក៏បានហៅ object ធំៗដែលបានដែតនៅឯលំហចន្លោះរវាងភពអង្គារនិងភពពហុហ្នឹងហៅថា asteroid ដែល asteroid នោះវាគឺជាពាក្យមកពីភាសាក្រិកបុរាណដែលមានន័យថា starlight ឬក៏វាហាក់ដូចជាផ្កាយឬក៏ជាដុំផ្កាយអញ្ចឹងហើយក៏ក្រោយពីនោះមកទៀតដោយសារតែមានអ្នករកឃើញនៅដុំអាចផ្កាយជាច្រើននៅលើទីលំហអាកាសក៏ដូចជាគេបានរកឃើញនៅកន្លងនៃដុំអាចផ្កាយហ្នឹងហើយគេក៏បានដាក់ឈ្មោះថា belt បន្តពីក្រោយហ្នឹងទៀតដែលមានន័យថាជាខ្សែក្បាត់ហើយគេក៏បានហៅវាថា asteroid belt តាំងពីពេលហ្នឹងរហូតមកដល់ឥឡូវហ្នឹងផងដែរហើយចំពោះពាក្យថា asteroid នេះក៏បានយកទៅប្រើប្រាស់ជាច្រើនមែនទែននៅក្នុងវិស័យអវកាសដែលពាក់ព័ន្ធជាមួយនឹងការសម្ដែងអវកាសឬក៏អាចផ្កាយជាដើមអញ្ចឹងឥឡូវនេះគឺយើងចូលទៅដល់ការសន្និដ្ឋានតាំងពីដំបូងនៃ asteroid belt មកនៅក្នុងចំនួនរបស់លោក Johannes Kepler គឺនៅក្នុងឆ្នាំ1596ហ្នឹងគាត់បានសរសេរនៅពាក្យមួយ clear គាត់បានសរសេរថានៅចន្លោះភពអង្គារហើយនិងភពពហុខ្ញុំបានដាក់ភពមួយទៀតនៅចំកណ្ដាលហ្នឹងអញ្ចឹងកន្លែងនេះគឺគាត់ចង់សម្ដៅថាចន្លោះភពអង្គារនិងភពពហុហ្នឹងវាប្រហែលជាអាចនឹងមានភពអ្វីផ្សេងមួយទៀតដែលកាលពីមុនហ្នឹងគឺមានវត្តមាននៅកន្លែងហ្នឹងតែដោយសារតែមានរឿងហេតុឬក៏មានមូលហេតុអ្វីកើតឡើងទៅទើបធ្វើឲ្យភពហ្នឹងវាទៅបានបែកខ្ទេចខ្ទីទៅបង្កើតទៅជា asteroid belt ហើយក៏មួយទៀតគឺនៅក្នុងឆ្នាំ1766តារាវិទូម្នាក់ដែលគាត់មានឈ្មោះថា Johann Daniel Titus បានកត់សម្គាល់ក៏ដូចជាគាត់បានសង្កេតតាមលក្ខណៈបែបគណិតវិទ្យាក្នុងប្លង់ហើយគាត់ក៏បានយកវាទៅ apply នៅក្នុង
ក្នុងប្រព័ន្ធ solar system តែម្ដងដែលច្បាប់ហ្នឹងគឺក៏ឈ្មោះថា Tetris Board Law អញ្ចឹងយល់ច្បាប់ហ្នឹងគឺវាសាមញ្ញទេដោយគាត់បាននិយាយថាគម្លាតរវាងភពមួយទៅភពមួយហ្នឹងវាគឺជាគម្លាតនៃការគុណឡើងចំនួន2ដងនៃខ្លួនវាមួយទៀតអញ្ចឹងឧទាហរណ៍ថាបើសិនជាគម្លាតចាប់ផ្ដើមពីលេខ0គឺគេត្រូវបន្ថែមលេខ3ហើយក្រោយមកទៀតគឺមាន6មាន12មាន24មាន48អញ្ចឹងទៅគឺបានថាយកទៅគុណបន្តគ្នារហូតអញ្ចឹងបើតាមការកណនាក៏ជាតាមការកំណត់សម្គាល់នៅរូបមន្តបែបនេះគឺគាត់បានឃើញថារវាងចន្លោះនៃភពអង្គារហើយនិងភពពហគឺវាមានចន្លោះធំមែនតើហាក់ដូចជានៅចំកណ្ដាលហ្នឹងគឺមានអីមួយទៀតដែលគាត់បានតំណាងលេខទៅឲ្យភពអង្គារគឺស្មើទៅនឹងលេខ12ហើយនិងភពពហស្មើទៅនឹងលេខ48អញ្ចឹងគឺបានន័យថានៅចន្លោះហ្នឹងវាត្រូវមានលេខ24មួយទៀតបើតាមច្បាប់ដែលគាត់បានកំណត់ឡើងមកអញ្ចឹងដោយសារតែមានការ proof ពីតារាវិទូល3តាំងពីជំនាន់មុនរហូតមកដល់ពីជំនាន់នេះទៅធ្វើឲ្យទ្រឹស្ដីហ្នឹងគឺវាកាន់តែ popular ក៏ដូចជាមានការស្រាវជ្រាវបន្តរហូតហាក់មកទៀតអញ្ចឹងទៅហើយក្រោយពីនោះមកទៀតក៏មានការសន្និដ្ឋានលក្ខណៈបែបរៀង series តែម្ដងដោយគេគិតថានៅចន្លោះនៃភពអង្គារហើយនិងភពពហហ្នឹងប្រកាសជាពេលអតីតកាលណាមួយហ្នឹងអាចនឹងមានភពអ្វីផ្សេងមួយទៀតដែលមានវត្តមាននៅកន្លែងហ្នឹងប៉ុន្តែដោយសារតែប្រហែលជាអាចនឹងមានបញ្ហាអ្វីមួយទៅធ្វើឲ្យភពហ្នឹងវាត្រូវបានផ្ទុះឬក៏ត្រូវបានខ្ទេចទៅបន្សល់ត្រឹមតែជាការសំណល់ភពដែលហោះអណ្ដែតបង្កើតទៅជា asteroid belt នេះឯងបើសិនជាមានទ្រឹស្ដីអញ្ចឹងកើតឡើងគឺគេមានចម្ងល់មួយទីកើតឡើងថាហេតុអីបានជាភពវានៅសុកអាចផ្ទុះកើតវាប្រកាសជាមានមូលហេតុពីក្រោយនៃការផ្ទុះនឹងហើយព្រោះថាភពវាមិនជាផ្កាយទេព្រោះផ្កាយវាអាចនឹងមានការផ្ទុះកើតឡើងប៉ុន្តែបើសិនជាផ្កាយវាមានការផ្ទុះកើតឡើងវាប្រកាសជាបំផ្លាញនៅទ្រង់ទ្រាយធំប៉ុន្តែដោយឡែក solar system គឺនៅដដែលហើយចំពោះភពផ្សេងដូចជាភពពុទ្ធហើយនិងភពអង្គារដែលនៅខាងហ្នឹងហើយបានជាវាអត់ប៉ះពាល់អញ្ចឹងវាប៉ះពាល់ធ្វើតែឲ្យចន្លោះកណ្ដាលអញ្ចឹងដោយសារតែមានរឿងបែបហ្នឹងកើតឡើងហើយទើបមានការសន្និដ្ឋានពីក្រោយនឹងបន្តមកទៀតហើយចំពោះការសន្និដ្ឋានតាមលក្ខណៈបែប astronomer ឬក៏លក្ខណៈបែបវិទ្យាសាស្ត្រតារាសាស្ត្រដំបូងឡើយហ្នឹងគឺគេបាននិយាយតទៅជាមួយនឹងភពមួយដែលគេឈ្មោះថា Phaeton ដោយមានក្រុមអ្នកសន្និដ្ឋានមួយក្រុមហ្នឹងគឺគេបាននិយាយថាការពីអតីតកាលហ្នឹងគឺមានភពមួយដែលហៅថា Phaeton ហ្នឹងដែលវានៅចន្លោះភពអង្គារហើយនិងភពប្រហ័សហើយក្រោយមកទៀតភព Phaeton ហ្នឹងក៏ត្រូវបានបំផ្លិចបំផ្លាញឬក៏ត្រូវបានខ្ទេចខ្ទីដោយសារតែមូលហេតុអ្វីមួយទៅធ្វើឲ្យភពហ្នឹងបច្ចុប្បន្នក្លាយជា asteroid belt ហើយនឹងទ្រឹស្ដីមួយទៀតគឺគេបានលើកយកទៅជាមួយនឹង Atlantis ហើយនិង Lemuria ជាចំពោះ Atlantis និង Lemuria នេះគឺខ្ញុំបាននិយាយនៅក្នុងវីដេអូមុនហើយដែរអ្នកគ្នាអាចចូលទៅជើងមកបានគឺវីដេអូភ្នំសាស្ថាហ្នឹងដែលមានទ្រឹស្ដីទៅជាមួយនឹងរឿងនឹងរៀងច្រើនគួរសមដែរប៉ុន្តែនៅក្នុងកន្លែងនេះគឺគេបានលើកយក Atlantis និង Lemuria ហ្នឹងមិនមែនត្រឹមតែជាកោះដែលមានវត្តមាននៅលើផែនដីទេដោយគេបាននិយាយថា Atlantis ហើយនិង Lemuria ហ្នឹងដំបូងឡើយគឺជាភពតែម្ដងដែលនៅចន្លោះភពអង្គារហើយនិងភពពហប៉ុន្តែក្រោយពីមានការបំផ្លិចបំផ្លាញគ្នាវិញទៅមកហើយទៅធ្វើឲ្យភពហ្នឹងគឺវាត្រូវបានខ្ទេចដោយសារតែសង្គ្រាមអីហ្នឹងទៅហើយក៏មានពូជសាស Atlantis និង Lemuria មួយចំនួនហ្នឹងក៏ភៀសខ្លួនទៅរស់នៅលើផែនដីក៏បង្កើតទៅជាកោះ Lemuria ហើយនិងកោះ Atlantis នៅលើផែនដីហើយក៏បានវាយគ្នាម្ដងទៀតនៅលើផែនដីហ្នឹងរហូតដល់ដាច់ពូជសាសទាំងពីរហ្នឹងតែម្ដងអានេះគឺជាទ្រឹស្ដីលក្ខណៈបែបសន្និដ្ឋានបន្តពីហ្នឹងទៀតណាហើយនៅក្នុងចំណោមទ្រឹស្ដីទាំងអស់ហ្នឹងគឺទ្រឹស្ដីដែលល្បីជាងគេក៏ដូចជាមានការវិភាគនិងការគិតច្រើនជាងគេគឺជា Maldek planet ឬក៏ភព Maldek ចឹងទ្រឹស្ដីនេះស្ដាប់មើលទៅវារៀងតំណងតិចបើយើងយោងទៅតាមអ្វីដែលយើងនិយាយមុនហ្នឹងដូចជាអ្វីដែលខ្ញុំនិយាយថាភពវាមិនដែលនៅសុកវាអាចខ្ទេចដោយខ្លួនឯងបានទេវាក៏ជាមានមូលហេតុអ្វីមួយបើសិនជាយើងនិយាយទៅស្ដាប់វាប្រហែលជាមានអ្នកបំផ្លិចបំផ្លាញវាហើយអ្នកអាចបំផ្លិចបំផ្លាញភពបានហ្នឹងគឺមានតែអ្នកដែលរស់នៅលើភពហ្នឹងចឹងតើតើជាមួយនឹង Maldek បើតាមទ្រឹស្ដីដែលគេសន្និដ្ឋានថាភពហ្នឹងវាគឺជាភពមួយដែលកាលពីដំបូងឡើយហ្នឹងគឺវាមានសន្តានដូចគ្នាជាមួយនឹងផែនដីរបស់យើងដែរដែលអាចឲ្យមានជីវិតរស់នៅប៉ុន្តែចំពោះជីវិតដែលរស់នៅឬក៏អរិយធម៌ដែលរស់នៅលើភព Maldek ហ្នឹងគឺមានបច្ចេកវិទ្យាក៏ដូចជាមានចំណេះដឹងខ្លាំងមែនទែនហើយថែមទាំងមានចំណេះដឹងផ្នែកវិញ្ញាណឬក៏ spiritual ដែលអាចធ្វើការប្រសិទ្ធទៅគ្នាតាមរយៈផ្លូវចិត្តបានហើយក៏មានការ describe ទៅជាមួយនឹងរូបរាងកាយនៃប្រជាជន Maldek នឹងផងដែរដោយគេនិយាយថាមនុស្សដែលរស់នៅលើភព Maldek ហ្នឹងគឺមានសន្តានរូបរាងកាយស្តីងគ្នាជាមួយនឹងមនុស្សយើងបច្ចុប្បន្នឬក៏មនុស្សយើងដែលរស់នៅលើផែនដីអញ្ចឹងហើយដោយសារតែប្រជាជនឬក៏មនុស្សដែលរស់នៅលើភព Maldek ដែលអរិយធម៌ហ្នឹងគឺមានការជឿនលឿនខ្លាំងមែនទែនមិនថាផ្នែកវិទ្យាសាស្ត្រផ្នែក spiritual ផ្នែកវិញ្ញាណនេះហ្នឹងទៅធ្វើឲ្យមានការច្បាំងគ្នាដើម្បីដណ្ដើមអំណាចឬក៏មានចំនួនជាមួយគ្នាទៅបង្កើតទៅជាការធ្វើសង្គ្រាមហើយមួយទៀតគឺគេបានលើកយកតទៅជាមួយនឹងសារជាតិនៃប្រជាជនឬក៏មនុស្សដែលរស់នៅភព Maldek នឹងផងដែរថាប្រជាជនឬក៏មនុស្សហ្នឹងគឺតែងតែបំផ្លាញខ្លួនឯងរហូតបំផ្លាញគ្នាឯងបង្កើតទៅជាសង្គ្រាមរហូតដល់គំតិចភពគ្នាឯងចោលនឹងតែម្ដងហើយគេក៏បាននិយាយបន្តតទៅជាមួយនឹងការធ្វើសង្គ្រាមរវាងមនុស្សដែលរស់នៅភព Maldek ហ្នឹងដោយសារតែមនុស្សគឺមានបច្ចេកវិទ្យាខ្លាំងហើយគេក៏បានប៉ាន់ស្មានថាមនុស្សដែលរស់នៅភព Maldek ហ្នឹងប្រហែលជាអរិយធម៌ដែលស្ថិតនៅក្នុងកម្រិត3ទៅហើយទៅធ្វើឲ្យមានការកាត់ឡើងជាមួយនឹងចំនួនក៏បង្កជាសង្គ្រាមរហូតទៅដល់បំផ្លាញភពទាំងមូលហ្នឹងគឺផ្ទុះខ្ទេចតែម្ដងដោយសារតែបើយោងតាមអរិយធម៌ឬក៏ solar
civilization កម្រិត3គឺបានន័យថាគេអាចទាញយកធម្មពលចេញពីព្រះអាទិត្យយកមកប្រើហើយអញ្ចឹងគឺបានន័យថាគេអាចទាញយកធម្មពលព្រះអាទិត្យនឹងបង្កើតទៅជាបច្ចេកវិទ្យាឬក៏អាវុធខ្លាំងទើបធ្វើឲ្យមានការកាត់ឡើងសង្គ្រាមរហូតទៅដល់គំនិតភពកំណើតរបស់ខ្លួនឯងចោលអញ្ចឹងទៅហើយក្នុងចំណោមមនុស្សដែលរស់នៅលើភព Maldives ទាំងអស់ហ្នឹងគឺមានមនុស្សចំនួនខ្លះក៏ត្រូវបានរួចរស់ពីសង្គ្រាមហ្នឹងទៅវាហាក់ដូចជាសង្គ្រាមលោកដែលបំផ្លាញផែនដីអញ្ចឹងណាហើយចំពោះរឿងហ្នឹងក៏បង្កើតទៅជា metaphor ឬក៏ន័យធៀបមួយចំនួនទៀតផងដែរដែលខ្ញុំនិយាយទៅពេលក្រោយគឺមានមនុស្សមួយចំនួនហ្នឹងគឺបានរួចពីសង្គ្រាមហ្នឹងក៏បានធ្វើការភៀសខ្លួនពីភព Maldives ហ្នឹងដើម្បីស្វែងរកភពថ្មីមួយទៀតដែលអាចរស់នៅបានហើយថ្មីដែលគេចង់សម្ដៅហ្នឹងគឺតើតើជាមួយភពផែនដីរបស់យើងនឹងឯងពឹងលើបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់គេហ្នឹងទើបគេអាចសិលេចយកភពផែនដីដើម្បីធ្វើការរស់នៅតែម្ដងឬក៏យើងហៅថាវាគឺជាការចំណាក់ស្រុកពីភពកំណើតហើយបន្តការរស់នៅលើភពផែនដីអញ្ចឹងទៅហើយក៏មានចាប់ផ្ដើមបង្កើតជីវិតអរិយធម៌ហើយក៏វាជាការបង្កើតនៃដើមកំណើតនៃមនុស្សយើងផងដែរហើយដោយសារតែការប្រយុទ្ធគ្នារហូតដល់ខ្ទេចភពអញ្ចឹងទៅធ្វើឲ្យគំនិតគំទីនៃភព Maldives ហ្នឹងវាបានក្លាយទៅជា asteroid belt ដែលបានដែតនៅចន្លោះភពអង្គារហើយនិងភពរស់ហ្នឹងហើយចំពោះកន្លែងហ្នឹងគឺគេបានសន្និដ្ឋានទេផងដែរថាបើសិនជាមានគំនិតគំទីភពនៅកន្លែងហ្នឹងប្រហែលជាភពហ្នឹងវាអាចនឹងមានប្រច័ណ្ឌហើយប្រច័ណ្ឌនៃភពហ្នឹងគឺគេបានស្មានថាគឺជាភពអង្គារឬក៏ Mars ហ្នឹងឯងហើយបើតាមការសន្និដ្ឋានគេនិយាយថាភពអង្គារហ្នឹងវាគឺជាប្រច័ណ្ឌនៃភព Maldives ហ្នឹងគឺយើងអាចបានស្មានដឹងហើយថាភព Maldives ហ្នឹងគឺវាមានទំហំធំខ្លាំងមែនទែនដោយសារតែភពអង្គារគឺវាមានទំហំប្រហែលគ្នាជាមួយនឹងភពផែនដីរបស់យើងដែរអញ្ចឹងនេះវាគឺជាទ្រឹស្ដីដែលគេនិយាយអំពី Maldives ដែលត្រូវបានខ្ទេចខ្ទីភពហើយក៏បានធ្វើការចំណាក់ស្រុកពីទីកន្លែងខ្លួនឯងទៅរស់នៅក្នុងភពផែនដីហើយក៏បានបង្កើតមនុស្សលោកឬក៏បានប្រើប្រាស់នៅបច្ចេកវិទ្យារបស់គេហ្នឹងទៅវិវត្តមនុស្សលោកឲ្យមានកំណត់ឡើងឬក៏អាចនិយាយបានថាប្រជាជន Maldives ហ្នឹងគឺជាដូនតារបស់មនុស្សយើងតែម្ដងនេះគឺជាទ្រឹស្ដីមួយបែកទៀតណាតាមអ្វីដែលយើងនិយាយមកព្រោះតាមកាលមុនយើងមាន Anunnaki ហើយឥឡូវនេះគឺជា Maldives អាចជាប្រភេទតែមួយក៏ថាបានដែរប៉ុន្តែគ្រាន់តែថាត្រូវបានគេដាក់ឈ្មោះឲ្យផ្សេងគ្នាអញ្ចឹងទៅហើយនឹងមានការនិយាយគ្នាតទៅជាមួយនឹងផ្នែកជំនឿសាសនាមួយតង់ទៀតដែលគេបាននិយាយអំពីការចាប់កំណើតឡើងវិញនៃប្រជាជន Maldives ដែលត្រូវបានស្លាប់នៅលើភព Maldives ហ្នឹងហើយក៏បានចាប់កំណើតឡើងនៅលើភពផែនដីរបស់យើងផងដែរដោយសារតែប្រជាជន Maldives មួយចំនួនតូចដែលមានវត្តមានហើយក៏បានបន្តជីវិតមកកាន់ផែនដីហ្នឹងពួកគេក៏បានបង្កើតទៅជាប្រព័ន្ធ civilization ក៏ដូចជាបង្កើតទៅជាប្រភេទជីវៈថ្មីមួយទៀតដែលវិវត្តចុងក្រោយមកខ្លះជាមនុស្សយើងហ្នឹងគឺមានការចាប់កំណត់ឡើងវិញរវាងវិញ្ញាណឬក៏ spiritual ដោយសារតែមុនហ្នឹងគឺយើងនិយាយតទៅជាមួយនឹងចំណេះដឹងផ្នែកវិញ្ញាណឬក៏ spiritual ដែលប្រជាជន Maldives ហ្នឹងគឺមានសមត្ថភាពអាចធ្វើដូចទាំងអស់ហ្នឹងបានអញ្ចឹងហើយទៅបើមានការចាប់កំណត់ឡើងវិញមកคล้ายទៅជាមនុស្សយើងនៅក្នុងភពផែនដីនេះតែម្ដងដែលមានដូនតាតែមួយគឺជាប្រជាជន Maldives របស់គេហ្នឹងចឹងទៅគឺហាក់ដូចជាប្រជាជន Maldives ហ្នឹងគឺបានស្លាប់នៅលើភព Maldives ហើយក៏បានធ្វើដំណើរចំណាកពី Maldives ហ្នឹងមកកាន់ភពផែនដីរបស់យើងមកទាំងដូនតាហើយក៏មានពលឹងគឺមកចាប់ជាតិនៅភពហ្នឹងតែម្ដងហើយក្រោយមកទៀតគឺគេមានន័យធៀបដែលខ្ញុំនិយាយមុនហ្នឹងថាមានន័យធៀបក្រោយពីហ្នឹងដោយសារតែបើសង្កេតមើលទៅលើសកម្មភាពរបស់មនុស្សក៏ដូចជាតទៅជាមួយនឹងសារជាតិនៃប្រជាជន Maldives ហ្នឹងអញ្ចឹងហើយបានជាគេនិយាយថាមនុស្សយើងហ្នឹងរាល់ថ្ងៃឬក៏តាំងពីពេលដែលទៅកាលមកតែងតែព្យាយាមបំផ្លាញខ្លួនឯងតាមរយៈការបំផ្លាញភពដែលខ្លួនឯងរស់នៅតាមរយៈបំផ្លាញបរិស្ថានអីចឹងទៅដោយសារតែមនុស្សយើងគឺមានសារជាតិឬក៏យើងហៅថាសភាវគតិហ្នឹងមកពីប្រជាជន Maldives ដោយសារតែប្រជាជន Maldives គឺមានសារជាតិក្នុងការបំផ្លាញខ្លួនឯងហើយក៏ដូចជាមានការចាប់កំណត់ឡើងវិញនៃប្រជាជន Maldives ចឹងទៅធ្វើឲ្យអាសារជាតិហ្នឹងជាប់មកជាមួយនឹងខ្លួនមនុស្សតែម្ដងទៅធ្វើឲ្យមនុស្សយើងរាល់ថ្ងៃហ្នឹងគឺតែងតែបំផ្លាញខ្លួនឯងឬក៏មនុស្សយើងគឺតែងតែធ្វើការដំណើរវិវត្តទៅកាន់ការវិនិច្ឆ័យជានិច្ចហើយចំពោះ process ឬក៏ចំពោះវត្តហ្នឹងក៏វាបានធ្វើឡើងដដែលម្ដងទៀតចឹងទៅដូចជារាល់ថ្ងៃហ្នឹងយើងក៏ដឹងហើយថាមនុស្សយើងក៏ព្យាយាមក្នុងការស្វែងរកភពថ្មីដើម្បីធ្វើចំណាក់ស្រុកទៅវិញផងដែរដូចជាទៅជាមួយនឹង Elon Musk អីហ្នឹងគឺគាត់បានព្យាយាមធ្វើដំណើរទៅភពអង្គារចឹងទៅដើម្បីអាចឲ្យមនុស្សយើងរស់នៅអញ្ចឹងមានន័យថា process ហ្នឹងគឺវាដំណើរការដដែលឡើងវិញទេបានន័យថាសភាវៈឆ្លាតវៃដូចជាមនុស្សយើងឬក៏ Maldives អីហ្នឹងគឺតែងតែព្យាយាមចំណាក់ស្រុកពីកន្លែងមួយទៅកន្លែងមួយពីភពមួយទៅភពមួយដើម្បីឲ្យមានជីវិតរស់នៅឬក៏បង្កើនអរិយធម៌ខ្លួនឯងឡើងវិញអញ្ចឹងចំពោះកន្លែងនេះគឺយើងនិយាយទៅជាមួយនឹងផ្នែកវិទ្យាសាស្ត្របានមួយចំនួនយើងគឺបន្តទៅកាន់ផ្នែក mythology ឬក៏ផ្នែកទេវកថាម្ដងដោយនៅក្នុងទេវកថានេះគឺខ្ញុំអត់ចង់និយាយច្រើនទេដោយសារតែយើងធ្លាប់និយាយវាដដែលមកហើយតទៅជាមួយនឹងការធ្វើដំណើរនៃព្រះអាទិទេពមកកាន់ផែនដីដើម្បីបង្កើតមនុស្សលោកយើងឡើងដោយនៅក្នុងសាសនាជាច្រើនក៏គេបាននិយាយហើយនៅក្នុងទេវកថាជាច្រើនក៏គេបាននិយាយទៅជាមួយនឹងរឿងនឹងដែរហើយទៅជាមួយនឹងការធ្វើចំណាក់ស្រុកហ្នឹងក៏វាមានការលើកឡើងផងដែរនៅក្នុងសាសនាជាច្រើនប៉ុន្តែក៏តាមនៅក្នុងសាសនាជាច្រើនហ្នឹងគឺគេបាននិយាយសម្ដៅទៅកាន់ព្រះអាទិទេពដែលបានធ្វើដំណើរមកដូចជានៅក្នុងទេវកថារបស់ក្រិចគេនិយាយពី Zeus នៅក្នុងសាសនាយេស៊ូគេនិយាយពីព្រះយេស៊ូព្រះយ
Jehovah អីចឹងទៅហើយដូចជាតទៅជាមួយនឹងនៅក្នុងសាសនា Hindu គឺគេបាននិយាយអំពីព្រះអាទិទេពរបស់គេដែលបានបង្កើតនៅមនុស្សយើងដូចជាមានសេវៈមាន Vishnu មានព្រះព្រហ្មអីចឹងទៅក្នុងសាសនាព្រះពុទ្ធក៏គេបាននិយាយអំពីការចំណាក់ស្រុកនៃសភាវៈដែលបានធ្វើដំណើរពីកន្លែងផ្សេងមកកាន់ភពផែនដីរបស់យើងផងដែរហើយនៅក្នុងពុទ្ធសាសនាគឺគេបាននិយាយអំពីព្រហ្មនៅក្នុងបត្រៃ3ដកដោយមានព្រហ្មមួយប្រភេទដែលគេឲ្យឈ្មោះថាអភសារាព្រហ្មហ្នឹងហើយបើខ្ញុំនិយាយឬខ្ញុំអានភាសាបាលីខុសសូមអធិស្ឋានបានធ្វើដំណើរពីឋានព្រហ្មមកកាន់ផែនដីនៅក្នុងពុទ្ធសាសនាគឺគេបាននិយាយបានហ្នឹងបើតែបើសិនជាក្នុងសម័យទំនើបបច្ចុប្បន្នរបស់យើងអាចថាគឺជា alien ដែលធ្វើដំណើរមកពីភពណាមួយហើយមកកាន់ផែនដីយើងអីចឹងទៅដោយប្រភេទអភសារាព្រហ្មហ្នឹងពេលដែលមកដល់ផែនដីក៏បានធ្វើការប្រើប្រាស់ជាមួយនឹងជីវិតលក្ខណៈដូចជាមនុស្សធម្មតាដោយសារតែក្នុងពុទ្ធសាសនាគេបានបរិយាថាព្រហ្មគឺជាប្រភេទសភាវៈដែលមានរដ្ឋអំណាចមានអីចឹងទៅប៉ុន្តែនៅពេលដែលធ្វើដំណើរចេញពីភពខ្លួនឯងរស់នៅមកផែនដីចឹងទៅក៏បានប្រើប្រាស់ជាមួយនឹងជីវិតរស់នៅដូចជាមនុស្សធម្មតាហើយដោយសារតែការប្រើប្រាស់ជីវិតលក្ខណៈបែបមនុស្សហ្នឹងហើយទើបធ្វើឲ្យព្រហ្មហ្នឹងវិវត្តខ្លួនคล้ายទៅជាមនុស្សហើយក៏បានបន្តពុយពងមនុស្សរហូតមកដល់ពេលបច្ចុប្បន្នចឹងទៅក្នុងលក្ខណៈបែបពុទ្ធសាសនាដែលបាននិយាយអំពីការចំណាក់ស្រុកពីកន្លែងមួយមកកន្លែងមួយទៀតដើម្បីបង្កើតទៅជាមនុស្សអូខេចា៎នេះវាគឺជាចំណុចតិចតួចដែលខ្ញុំស្វែងយល់បានពីក្នុងនឹងទេបើមិនជាខ្ញុំនិយាយទៅខុសសូមអធិស្ឋានដែរហើយតើតើជាមួយនឹងការនិយាយរឿងទាំងអស់ហ្នឹងខ្ញុំគិតថាវាគ្រាន់តែជាទ្រឹស្ដីទេយើងកុំ take វា serious ពេកព្រោះតែយើងអត់បានកែនៅក្នុងចំណុចហ្នឹងទេហ្នឹងហើយអូខេអញ្ចឹងបើយោងតាមទ្រឹស្ដីទាំងអស់ហ្នឹងដែលយើងនិយាយតាំងពីដំបូងរហូតមកដល់ឥឡូវហ្នឹងគឺចង់និយាយថាតើតើជាមួយនឹងប្រភេទសភាវៈរបស់មនុស្សឬក៏ប្រជាជន Maldex ឬក៏ Asteroid Belt ហ្នឹងគឺវាកើតឡើងដោយសារតែចំនួនរវាងមនុស្សដែលមានពូជសាសន៍នៅទីតាំងនៃភពផ្សេងមួយទៀតប៉ុន្តែដោយសារតែគំនិតភពខ្លួនឯងចោលហើយក៏បានធ្វើដំណើរមករស់នៅលើផែនដីខ្លះជាមនុស្សហ្នឹងឯងហើយ Asteroid Belt ក៏ត្រូវបានបង្កើតឡើងដោយសារតែរឿងនឹងផងដែរអញ្ចឹងចំពោះកន្លែងហ្នឹងគឺយើងមានទស្សនវិជ្ជាក៏ដូចជាគតិអប់រំមួយចំនួនផងដែរវាហាក់ដូចជាការនិយាយដាស់តឿនឬក៏ក្រើនរំលឹកស្មារតីរបស់យើងដែលជាសភាវៈមនុស្សដែលរស់នៅលើផែនដីអញ្ចឹងថាមនុស្សយើងជានិច្ចកាលមិនថាទៅរស់នៅភពណាមិនថាទៅរស់នៅកន្លែងណាទេគឺតែងតែបំផ្លាញកន្លែងនឹងជានិច្ចតែដូចជាក៏បានលើកឧទាហរណ៍ទៅជាមួយនឹងភព Maldex អញ្ចឹងដែលដំបូងឡើយគឺជាមនុស្សយើងដែលរស់នៅតំណងហើយក៏ត្រូវបានកំទេចភពនឹងចោលហើយបន្តមកទៀតដំណើរពិភពនឹងមកកាន់ផែនដីហើយក៏រាល់ថ្ងៃនឹងកំពុងតែបំផ្លាញផែនដីតាមរយៈការបំផ្លាញបរិស្ថានការបំផ្លាញអីចឹងទៅហើយក៏មានគោលបំណងក្នុងការធ្វើដំណើរទៅកាន់ភពផ្សេងឧទាហរណ៍ដូចជាភពអង្គារដើម្បីធ្វើការរស់នៅនឹងម្ដងទៀតព្រោះថាគេដឹងថាមនុស្សយើងទីបំផុតទៅក៏នឹងត្រូវបំផ្លាញខ្លួនឯងចោលឬក៏បំផ្លាញទីកន្លែងរស់នៅនៃខ្លួនឯងចោលម្ដងទៀតចឹងទៅគឺកន្លែងនេះវាដូចជាទស្សនៈផងដូចជាគតិអប់រំផងដូចជាការដាស់តឿនស្មារតីផងថាយើងរស់នៅនឹងគឺកុំព្យាយាមបំផ្លាញធម្មជាតិពេកព្រោះថានឹងវាសិតតែជាទង្វើក្នុងការបំផ្លាញខ្លួនឯងទេអូខេអញ្ចឹងតទៅជាមួយនឹងវីដេអូថ្ងៃនេះដែលនិយាយតទៅជាមួយនឹង Asteroid Belt ឬក៏ខ្សែក្បត់អាចផ្កាយគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាខ្ញុំនិយាយទៅខុសត្រង់ចំណុចកន្លែងណាមួយគឺអ្នកគ្នាអាចធ្វើការ comment ជាការកែប្រែជាការកែតម្រូវបានគឺអត់មានបញ្ហាអីទេព្រោះថានេះវាគឺជាការចែករំលែកហើយយើងទាមទារជាមួយនឹងការចូលរួមមតិដើម្បីកែតម្រូវបើសិនជាមានកន្លែងណាដែលថាខុសឆ្គងឬក៏មិនពេញចិត្តហើយម្ដងទៀតបើសិនជាណាដែលក៏មានតម្រូវការក្នុងការសាងសង់អាងទឹកបន្ទប់ spa steam sauna ជាលក្ខណៈគ្រួសារឬក៏លក្ខណៈអាជីវកម្មអ្នកគ្នាអាចធ្វើការតាក់ទងទៅកាន់ Neptune Pool Landscape បានតាមរយៈ Facebook page ឬ Telegram របស់គាត់ដែលខ្ញុំបានបង្ហាញនៅលើ screen ឬក៏តាមរយៈ link ដែលខ្ញុំបានដាក់នៅខាងក្រោម description អញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីធ្វើការ suggest នៅវីដេអូក្រោយអ្នកគ្នាអាចធ្វើការ suggest នៅខាងក្រោម comment មកដូចគ្នាហើយបើសិនចូលចិត្តកុំភ្លេចចុច like subscribe ក៏ដូចជា share ឲ្យអ្នកផ្សេងក៏បានទស្សនាបន្តផងយើងជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មីបន្តទៀត